ក្មេងស្រីម្នាក់ដែលគ្រប់ការប្រឡងនាងសុទ្ធតែបានជើងឯកលើសកលតែថ្ងៃប្រឡងជាប់បាក់ឌុបវិញនាងមិនអាចធ្វើអ្វីបាននោះទេដើម្បីកុំឲ្យខាតបង់ការខិតខំប្រឹងប្រែងរយៈពេលច្រើនឆ្នាំនាងបានព្យាយាមប្រើមាត់ជំនួសដៃដើម្បីសរសេរតែសូម្បីតែការប្រើកម្លាំងទាំងមូលក៏មិនអាចសរសេរបានសូម្បីតែមួយអក្សរពេលវេលាប្រឡងបានបញ្ចប់ក្នុងពេលឆាប់ក្មេងស្រីមើលទៅដូចជាមនុស្សដែលបានបាត់បង់សមត្ថភាពទាំងស្រុងហើយមិនអាចទទួលយកការពិតបានទេនាងឈរនៅលើដំបូលហើយចង់បញ្ចប់ជីវិតដ៏វេទនារបស់នាងអំពើនេះកើតឡើងព្រោះក្នុងការប្រឡងកន្លងមកនាងតែងតែមានមនុស្សម្នាក់ឈ្មោះអូជួយសរសេរជំនួសមិនគិតថានៅថ្ងៃបាក់ឌុបវិញមនុស្សនោះមិនអាចមកបានទេព្រោះបានជួបគ្រោះថ្នាក់ប៉ះរថយន្តហេតុផលដែលនាំឲ្យមានគ្រោះថ្នាក់នោះគឺកូនស្រីចៅសង្កាត់ចង់ទៅដើរលេងហើយឪពុករបស់នាងបានប្រើអំណាចគ្រប់គ្រងផ្លូវក្មេងស្រីបានសុំឲ្យមនុស្សដើរឆ្លងកាត់ជួយសរសេរជំនួសតែគ្មាននរណាម្នាក់ជួយនាងទេក្រោយពេលនាងមិនបានជាប់បាក់ឌុបនាងបានឡើងទៅលើដំបូលហើយបានលោតសម្លាប់ខ្លួនស្លាប់បាត់បងប្រុសរបស់នាងបានមកដល់ក្រោយមកមើលឃើញសពនាងហើយដាច់ចិត្តណាស់បន្ទាប់ពីដឹងហេតុការណ៍ដែលនាំឲ្យប្អូនស្រីខ្លួនស្លាប់គឺដោយសារកូនស្រីចៅសង្កាត់បានបិទផ្លូវបងប្រុសបានទៅប្តឹងនៅប៉ុស្តិ៍ប៉ូលីសប៉ុន្តែពេលដឹងថាកូនស្រីចៅសង្កាត់ពាក់ព័ន្ធនឹងរឿងនេះមន្ត្រីជំនួយតែម្នាក់បានបញ្ជូនសារទៅឲ្យចៅសង្កាត់ជាបន្ទាប់បងប្រុសនាងត្រូវបានបំពាក់ដាក់ក្នុងថង់ខ្សាច់ហើយត្រូវគេវាយដល់ស្លាប់ដោយដៃសមាជិករបស់ចៅសង្កាត់ពិតជាហិង្សាណាស់